បាទរបៀបថ្ងៃនេះខ្ញុំនឹងបង្ហាត់អ្នកទាំងអស់គ្នាពីរបៀប set up កម្មវិធី SQL Server 2014 ឥឡូវចាប់តាមអ្នកទាំងអស់គ្នាបងអូខេឥឡូវយើងបង្ហាញពីការរបៀប set up កម្មវិធី SQL Server 2014ហ្នឹងហើយដំបូងយើងចាប់ដល់ start ដំបូងយើងត្រូវទៅ set up .NET Framework .NET Framework 3.5 .NET Framework 3.5 អញ្ចឹងដើម្បីចូលទៅ .NET Framework 3.5 ដំបូងយើងត្រូវបើកទៅលើកុំព្យូទ័រហ្នឹងផ្ទាំងកុំព្យូទ័រយើងចូល control panelដល់ពេលដែលចូល control panel យើងចូល program ប៉ុន្តែចំពោះដែល Windows ធ្វើនៅក្នុង Windows 8 អានេះ 8.1 ណាចូល program ហើយ program and filter ណាចូល program and filterបាទរងចាំទេវាដើរយឺតតិចបន្ទាប់មកយើងចូល turn window filter on ឬក៏ off ណានេះ turn window filter ហើយបន្ទាប់មកចូលត្រង់ network framework 4នេះ network framework 3.5 ហើយដាក់ tick 2អូខេអូខេដល់ពេលដែលយើង set up វា .NET Framework ណាទីមួយយើងត្រូវវាទាមទារនៅយើងត្រូវមានអ៊ីនធឺណិត wireless ឬក៏ 2G ត្រូវមានអ៊ីនធឺណិតដើម្បី set up វាយើងត្រូវមានអ៊ីនធឺណិតដើម្បី connect យើង connect កុំព្យូទ័រជាមួយអ៊ីនធឺណិតហើយបន្ទាប់មកយើងធ្វើការ set upជប់ចាំខ្ញុំហាមើលកន្លែងនេះក្រោយនេះ អូ
នេះយើងចុចdownload file update នេះឲ្យវា update ទៅនៅរងចាំវា update ហើយរឿងចាំវា update ហើយបន្ទាប់មកយើង set up ធ្វើការ set up វាដែលមាន program file program របស់ SQL Server 2014 ឬក៏2012ឥឡូវសូមបញ្ចប់វីដេអូហើយចាំតាមដានទស្សនា step 2 ដែលជា step បន្តដោយសារពេលវេលាមានកំណត់ហើយសូមមេត្តាជួយ share និង like និង subscribe ផងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះ